Hello ស្រីអ្នកនរគ្នាខ្ញុំណានគីមីស្រាជិះគ្នាទៀតហើយថ្ងៃនេះដែរយើងជួបគ្នាជាមួយនឹង House of Followers Season 2ដែលជាភាគទី6ហើយអ្នកកែតមកមើល Season 1ហើយនិង Season 2ភាគមុនអ្នកនរគ្នាអាចចូលមើលក្នុង description ដែលខ្ញុំបានដាក់ link នៅក្នុងនឹងហួយកែអញ្ចឹងតោះតែមើលសេះរបស់យើងទាំងអស់គ្នារយៈពេលដែលយូរមកហើយដែល Haru នឹងក៏បានទៅពិនិត្យសុខភាពរបស់គាត់ព្រោះកាលពេលគាត់គ្រោះថ្នាក់ចរាចរណ៍នឹងវារៀងធ្ងន់ធ្ងរដែរផ្នែកក្បាលរបស់គាត់អញ្ចឹងទៅពេទ្យក៏ប្រាប់ឲ្យ Haru នឹងទៅពិនិត្យក្នុងមួយឆ្នាំម្ដង Haru យើងមិនដែលបានទៅទេហើយមានតែម្នាក់គត់ដែលអាចឲ្យ Haru នឹងទៅបានគឺជា Ren ហើយចូលខាង Ren វិញនៅពេលដែលលោកគ្រូពេទ្យមើលទៅកាន់ Ren គាត់ដឹងថា Ren នឹងគឺជាផ្នែកមួយនៃគ្រួសាររបស់ Kaido ដោយរឿងរ៉ាវនៃគ្រួសារ Kaido នឹងគាត់ក៏បានដឹងដូចគ្នាដែរហើយដោយសារមេឃៀងក្តៅផងគាត់ក៏យកការ៉េមួយនឹងឲ្យទៅ Ren យើងហើយលោកគ្រូពេទ្យមួយនឹងក៏មានឈ្មោះថា Mori ចំណែកឯ Doctor ដែលនៅប៉ុណ្ណឹងជាមួយនឹង Haru នឹងក៏បានប្រាប់ទៅ Haru ថា Haru ឡើយនឹងគឺលែងអីនិយាយតែថាជាពីជំងឺនឹងក៏ថាបានដែរហើយវាជារឿងធម្មតាទេដែលនៅពេលដែលគេជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលអីនឹងវាតែងតែភ្លេចភ្លាំងអីចឹងប៉ុន្តែនៅពេលដែលជនរងគ្រោះនឹងគាត់ទទួលបានការចងចាំមកគាត់មកវិញគាត់តែតែមានអារម្មណ៍ថាគាត់នឹងត្រឡប់ទៅពេលកាលពីមុនចឹងតាមធម្មតាទេបើយើងចងចាំមកវិញមានន័យថាយើងចាំមកកាលថ្ងៃហ្នឹងហើយ Haru មានការចងចាំមកវិញហ្នឹងដោយសារតែគុណបុណ្យដែលយើងទេក៏ពេលហ្នឹងក៏សួរតែ Haru ថាតើ Haru នឹងត្រូវទៅជួយជាមួយនឹងលោកគ្រូពេទ្យ Mori ទៀតមែន Dr. Mori នឹងគាត់នឹងមើលថែ Haru ហើយនឹងឲ្យ Haru សម្រាកចំណែក Dr. Mori វិញគាត់ពងបញ្ចុះឲ្យ Ren នឹងញ៉ាំការ៉េមីតែ Ren ថាគាត់ញ៉ាំអាហារពីមនុស្សដែលប្លែកមុខហើយក៏គ្មានហេតុផលអីដែលគាត់ត្រូវយកដែរក្រោយមក Mori គាត់ក៏និយាយពីឈ្មោះ Kashiwagi ពេល Ren គិតមកស្ទុះទៅគាត់ក៏ថាតែ Doctor ឯងដឹងពី Mikiko ដែរ Mori ក៏បានឆ្លើយថានៅទីនេះណាគេក៏ស្គាល់ Mikiko ដែរព្រោះថា Mikiko គឺជាមេធាវីរបស់មន្ទីរពេទ្យមួយនេះ Mori ក៏ឲ្យការសម្គាល់ខ្លួនរបស់គាត់នឹងទៅ Ren មើលចែកឲ្យទៅខាងលើ Ren របស់យើងនឹងគេថា Mori មិនជាមនុស្សចម្លែកទៀតចែកដល់អីមើលឲ្យយើងភ្ញាក់ផ្អើលដែរហ្នឹងព្រោះ Mori គឺជាគ្រូពេទ្យផ្នែកចិត្តសាស្ត្រ Ren ក៏សួរថាតើ Haru នឹងគឺជាអ្នកជំងឺរបស់លោកគ្រូពេទ្យឯងដែរមែនគ្រូពេទ្យនឹងក៏ឆ្លើយថាប្រកាសហើយបន្តិចក្រោយមក Haru គាត់ក៏មកដល់ហើយក៏បបួល Ren របស់យើងនឹងត្រឡប់ទៅវិញរួច Ren ក៏សួរពីលទ្ធផលដែលគ្រូពេទ្យនឹងប្រាប់ទៅកាន់ Haru ក៏ឆ្លើយថាអីមិនបានបើ Ren យើងនឹងមកពេទ្យជាមួយឯណោះ Mori គាត់នឹងឃើញ Haru ក៏និយាយថាហើយ Haru ឃើញគ្នាយូរហើយនេះ Haru គាត់ឃើញគ្រូពេទ្យ Mori ភ្លាមញាក់នឹងចេញក្បាច់កុងហ្វូគ្រូពេទ្យនឹងក៏ចេញក្បាច់ដែរគាត់ថាហើយមិនបានឈប់មកបណ្ឌិតអញ្ចឹងណាហើយគាត់ក៏និយាយទៅថាគាត់រងចាំការបណ្ឌិតឡើងបានហើយអញ្ចឹងមិនក៏មកជួប Haru នឹងណាហើយបើ Haru វិញគេថាស្អីឲ្យ Ren យើងជួយតែ Ren ថា no ហើយព្រោះថា Ren ត្រូវទៅធ្វើការនៅកន្លែងរបស់ Mikiko ខាង Haru វិញ Mori ក៏សួរថាតើ Ren នឹងគឺជាប្អូនប្រុសរបស់ឯងមែនមើលតែ Ren ណាដូចខ្វល់ខ្វាយពីឯងខ្លាំងណាស់អញ្ចឹងព្រោះថា Ren ចេះជូនឯងមកពេទ្យមើលថែឯងដែលមើលតែ Ren ណាដូចក្មេងដទៃទៀតទេហើយគាត់ក៏ដូចក្មេងសម័យនេះដែរប៉ុន្តែគាត់គួរចាប់អារម្មណ៍ Haru ក៏ថាគាត់ក៏ស្រឡាញ់ហើយខ្វល់ខ្វាយពី Ren ដូចគ្នាក្រោយពីនិយាយជាមួយនឹង Haru ហើយ Mori គាត់ក៏ទៅកាន់ Mikiko រួចក៏រៀបរាប់អំពីស្ថានភាពរបស់ Haru នឹងប្រាប់ទៅកាន់ Mikiko Mori ក៏ប្រាប់ទៅ Mikiko ថា Haru បាននិយាយអីច្រើនក្រៅពីរៀបរាប់អំពីប្អូនប្រុសរបស់គាត់ទេរួច Mori ក៏ពឹង Mikiko រឿងមួយដែលគាត់នឹងចង់និយាយជាមួយនឹង Ren Mikiko ក៏សួរទៅវិញថាមានរឿងអីមែន Mori ក៏ឆ្លើយថារឿងរបស់ទេវតាមនុស្សលោកក៏អាចដឹងបានទេ Mikiko លើឲ្យខ្លាំងចិត្តហ្មងបើនៅចិត្តវិញដាក់ក្បាលមកសភៅចិត្តនឹងហ្មងចំណែកនៅផ្ទះវិញ Haru ឡើងចង់ចូលពេទ្យម្ដងហើយនេះដោយសារតែ Ren នឹងទៅធ្វើការឲ្យ Mikiko តាមម្នាក់ឯងញាក់នងគាត់ទៅដែរហើយទៅងងក់ដាក់ឆ្កែលោកហើយហើយតែម្ចាស់គេអត់នៅយ៉ាងហោចណាស់ក៏បានប៉ាឆ្កែគេដែរប៉ុន្តែពេលហ្នឹង Haru គាត់ក៏មានគំនិតមួយដែលគាត់នឹងចង់នាំ Ren របស់យើងទៅដើរលេងហើយគាត់ក៏ផ្ដាំពីអ្នកនេះថាមានឲ្យប្រាក់ Ren នេះណាយ៉ាត្រូវនៅតាមផ្លូវ Ren ត្រឡប់មកផ្ទះវិញគាត់ក៏បានជួយជាមួយនឹង fan ហាង Wi-Fi របស់ Haru មុនដំបូងស្រីៗ3នាក់ហ្នឹងក៏សួរអំពីសុខទុក្ខរបស់ Haru តែក្រោយមកគាត់ក៏សួរទៅ Ren ថាតើ Haru ហើយនឹង Kiyo កំពុងតែ dating នឹងគ្នាមែន Ren ក៏ក្នុងចិត្តថានិយាយប៉3នាក់នេះមិនដឹងគិតដល់ណាដល់ណាយាយណាតើទទួលស្គាល់ថា Haru គេមានវិជ្ជាប្រៃអញ្ចឹងឯងតែ3នាក់នេះធំចេះដឹងរឿងគេឈលហើយតែឃើញ Haru មកអញ្ចឹង3នាក់ហ្នឹងក៏ត្រឡប់ទៅវិញហ្មងទៅនឹងនិយាយទៅអីទៀតបើម្ចាស់ដើមគេមកហើយហ្នឹងយប់ឡើង Haru ក៏ចង់គេងជាមួយនឹង Ren គាត់និយាយតែ Ren ថាឡើយហ្នឹងគាត់ជាអីអស់ហើយមានមកពីគាត់ជាមនុស្សផុសមែន Haru ក៏ឆ្លើយថាមិនចឹងឯងមកពី Ren នៅក្មេង Ren នៅទូចឹងអត់ដឹងអីឯងខ្លាចថា Ren ធំឡើងទៅ Ren នឹងស្ដាយក្រោយក្នុងការធ្វើរឿងបែបហ្នឹងតែបើទោះបីជាលើហ្នឹង Haru បានធ្វើអីតាមតែ Ren ចង់បានក៏ដោយប៉ុន្តែ Haru អាចខេ Ren បានតាថ្ងៃថ្មីRenរបស់យើងក៏នៅកន្លែងថ្មីដូចគ្នា Haru មកនឹងអាចប្រាប់គេមុនទេថាត្រូវទៅកន្លែងណា Haru ក៏ក្បែរនិយាយថាគាត់សុំទោសដោយសារគាត់នឹងចង់ surprise Ren នឹងឯងហើយគេក៏ឲ្យក្បាលសួរ Ren ថាហើយ Ren នឹងប្រងអត់ចេញពីតង់នឹងមកហើយ Haru ក៏ស្ដាប់អាគីវិញថានេះជាលើកទី1របស់គ្នាដែលបានមកលេងនៅទឹកសមុទ្រនឹងហើយគិតឲ្យគ្នាទៅហត់លេងនៅលើទឹកសមុទ្រនឹងមែនចំណាអ្នកសួរក៏បានតង់ទៀមគេមកដូចគ្នាដែរតែថាអ្នកសួររបស់យើងនឹងឆ្លាតព្រោះថាគាត់ចេះបច្ឆាហើយក៏មិនមានតែអ្នកសួរដែរដែលមកអ៊ីគូហើយនឹង Kiyo ក៏មកដូច
គ្នាតែថា best friend របស់ Kiyo មើលទៅ MM មែនតើឃើញហើយគេយល់សប្តិហ្មងជាពិសេសចាយមួយកាន់ឆាតអាកាន់តែខ្លាចជាងនឹងទៀតនៅពេលដែលគេយកការនិយាយជាមួយនឹង Haru ចាយសក់ខ្មៅហ្នឹងក៏គាត់ថា Haru នឹងស្អាតណែនាំឲ្យគាត់ស្គាល់ផងដែលលេងសមុទ្រលើកនេះហាក់សប្បាយខ្លាំងមែនតើហ្មងតែឃើញ Ren មើលទៅកាន់គេយកការដាក់អញ្ចឹងអ្នកស៊ូក៏ប្រាប់តែ Ren ថាពីអ្នកនឹងជា best friend តែនៅ high school មកមិនអញ្ចឹងមិនប្រច័ណ្ឌអីទេហើយណាមួយ Haru គាត់ចាត់ទុកគ្រួសាររបស់គាត់ធំជាងមនុស្សដែលគាត់ស្រឡាញ់ផងក្រោយបាននិយាយពីនឹងហើយណាស៊ូគាត់ក៏ដើរត្រឡប់ទៅវិញដោយសារតែគាត់ឃើញ Haru មកហើយប៉ាអ្នកស៊ូហ្នឹងក៏ឆ្លៀតបែរមកនិយាយវិញថាមិនយូរមិនឆាប់ទេឯងនឹងក្លាយជាមនុស្សទី1របស់ Haru ហើយមនុស្សទី1ហ្នឹងសំដៅទៅលើមនុស្សដែលសំខាន់ជាងគេដែល Haru ហ្នឹងគាត់នឹកឃើញមុនគេអញ្ចឹងតែថាប៉ាអ្នកស៊ូហ្នឹងក៏មិនមុនស្នេហ៍មិនចាញ់ Haru បានដែរRen ក៏សួរតែ Haru ថាតើ Aki Ashima នឹងគាត់ទៅណាបាត់ហើយ Haru ក៏ឆ្លើយថាពីអ្នកនឹងទៅទិញអាហារមួយ Iku បាត់ហើយខ្មោចពីអ្នកនឹងមកតន់យើងហៅទឹកលេងសិនហើយតែថាវាយើងពិបាកសម្រាប់ Ren ទីព្រោះថានេះជាលើកទី1ដែលគាត់មកលេងទឹកសមុទ្រមានអារម្មណ៍ថាពេលប៉ះខ្សែទៅរៀងចម្លែកដែរហ្នឹងណាបន្តិចក្រោយមក Aki Ashima គាត់ក៏មកដល់ក្នុងតង់ដូចគ្នារួចពីអ្នកនឹងក៏និយាយគ្នាថាហើយបាត់ Ren ហើយ Haru ទៅណាបាត់ហើយ Aki ក៏ឆ្លើយថាណាដឹងមកមួយគ្នាសោះដោយសារតែ Haru នឹងគិតថាការស្លាប់របស់ប៉ាម៉ាក់របស់គាត់គឺជាកំហុសរបស់គាត់ក្រោយពីគាត់បានស្លាប់អស់រយៈពេល1ខែហើយនៅពេលដែលគាត់ក្រោកមកអាគីបានស្ដីឲ្យគាត់ទៀតមិនតាមតែអាគីទេសូម្បីតែយាយតារបស់គាត់ក៏គិតអញ្ចឹងដូចគ្នាអ្នកស៊ូគាត់ក៏សួរទៀតថាមិនប្រាប់ Haru ទៅថានេះមិនជាកំហុសរបស់ Haru ទេ Shima ឆ្លើយវិញថាគាត់ហើយនឹងអាគីអាចប្រាប់រឿងនឹងបានទេព្រោះថានឹង Haru គាត់បាត់ខ្លួនបាត់ហើយឥឡូវយើងមកមើលអ្នកលេងទឹកវិញតែប៉ា Haru នឹងក៏ចង់លើលេងជាមួយនឹង Ren តែគាត់គិតថានៅពេលដែលគាត់លបទឹកហើយបាក់ខ្លួន Ren គាត់នឹងភ័យនិយាយងាយយល់ទៅគឺបន្លាចក្មេងលេងនឹងឯងតែ Ren គាត់មិនក្មេងអីទៀតណាដល់ឃើញ Haru ងើបមកវិញចឹង Ren គ្នាភ័យមែនតើហើយក៏ខំប្រឹងជាមួយទឹកដើម្បីទៅរក Haru តែខ្លួនឯងនឹងអត់ចេះហែលទឹកទេប៉ុន្តែពេលហ្នឹងក៏ជាសំណាងល្អដែរដែល Haru គាត់ចេះទាញ Ren មកវិញតហើយ Haru ឃើញ Ren អញ្ចឹងឡើងសើចសប្បាយហ្មងតែក៏មើលមុខ Ren អ្នកគ្នាឡើងខឹង Ren ធម្មបានទេចាប់ Haru ជាមួយទឹកវិញហ្មងលេងចង់ជួយលេងអីទៀតហើយដោយសារតែការខឹង Haru Ren លេងដើរចូល Haru ទៀតហើយគឺ Ren នៅលេងជាមួយនឹងក្រុម boyfriend របស់ Kiyo នឹងឯងតែមិនអី3នាក់នឹងរួចរាយដែរតាហើយស្រឡាញ់ Ren របស់យើងខ្លាំងមែនតើហើយមិនខ្ញុំប្រាប់ឈ្មោះទេអ្នកនរគ្នាអាចមើលឈ្មោះនៅលើនឹងបានមកស្ទូក្រោយមក Haru ក៏មកសុំទោស Ren សុំឲ្យ Ren នឹងឈប់ខឹងគាត់ទៀតទៅហើយទៅតែជាមួយនឹងគាត់វិញតែ Ren ថាអត់បាត់ខឹងងាយៗស្រួលៗចឹងគឺគាត់ចង់ដាក់បណ្ដៃទៅ Haru ប៉ុន្តែការដាក់ទណ្ឌកម្មនឹងអត់ឲ្យ Haru បោកភ្នែកគេថាតែបិទភ្នែកហើយនៅពេលដែល Ren ដាក់ទៅចិត្ត Haru ដើម្បីដាក់ទណ្ឌកម្មហ្នឹង Ren ទៅគេយកហ្មងហើយគេឡើងផុសតែក៏មើល boyfriend របស់ Kiyo គ្នាឡើងកាំងហើយក្រោយពីដាក់ទណ្ឌកម្មហើយ Ren របស់យើងក៏ព្រមទៅជាមួយនឹង Haru មុននឹង Ren ចាញ់ពីសមុទ្រនេះ Ren ក៏គិតថាឆ្នាំក្រោយគាត់នឹងរៀនហែលទឹកហើយធ្វើបាប Haru វិញអូខេអ្នកនរគ្នាអញ្ចឹងភាគហ្នឹងចាប់សំណងហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់អញ្ចឹងសំណាងល្អទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ